បើសិនជាបងប្អូនមានកូនដែលស្ថិតនៅក្នុងកម្រិតបឋមសិក្សាហើយកូនរបស់បងប្អូនចេះភាសាអង់គ្លេសបានគ្រាន់បើដែរហើយបងប្អូនក៏ចេះបានខ្លះដែរបងប្អូនត្រូវការឯកសារដើម្បីពង្រៀនកូនយើងបន្ថែមតាក់ទងលើមុខវិជ្ជាគណិតវិទ្យា website មួយនេះឈ្មោះថា mathinenglish.com mathinenglish.com បងប្អូនចូលមក website ហ្នឹងមកឃើញអញ្ចឹងហើយ website ធម្មតាវាមាន ads មានអីចឹងយើងកុំចុចលើហ្នឹងអញ្ចឹងទៅយើងចូលមកអានេះ home page របស់គេហើយ website នេះគឺគេផ្ដល់ឯកសារផ្ដល់អីច្រើនណាឲ្យយើងតាក់ទងមើលគណិតវិទ្យាហ្នឹងចឹងយើងអាចចូលមក worksheets នៅទីនេះអូខេចូលមកបងប្អូនឃើញនេះឃើញទេសិតតែមុខវិជ្ជាតាក់ទងមួយគណិតវិទ្យាចឹងចុចលើមួយណាមួយចឹងទៅបងប្អូននឹងបានឯកសារឧទាហរណ៍ថាយើងចេះ fractions មកនិយាយចឹងទៅណាឃើញទេសិតតែឯកសារតាក់ទងមួយនឹង fraction នេះ click មួយមកអូខេបានអានេះមកឃើញទេចុចមកបងប្អូនអាច download បានតែម្ដងចឹងយើងយកទៅប្រើប្រាស់បន្ថែមជួយឲ្យកូនយើងរៀនកាន់តែប្រសើរជាងនឹងទៀតចេញមកវិញមកដល់ home page បងប្អូនទៅកន្លែង workbooks នេះមានទាំងសៀវភៅបងប្អូនទៀតឃើញទេសៀវភៅណាក់ទីម៉ាននេះចឹងទៅអូខេមើលមកដល់ថ្នាក់ទី6ចឹងបងប្អូនអាចចុចលើសៀវភៅណាមួយក៏បានដែរឥឡូវយើងសាកចុចលើថ្នាក់ទី6នេះទៅចុចមកឃើញចេះចុចមកបានជាលក្ខណៈ PDF workbook តែម្ដងដែលយើងអាច download ហើយយកទៅប្រើប្រាស់បានខ្ញុំចូលចិត្តចែករំលែកនៅអ្វីដែលតាក់ទងជាមួយនឹងការរៀនសូត្របងប្អូនចង់ចូលរួមជាមួយខ្ញុំគ្រាន់តែចែករំលែកវីដេអូដែលខ្ញុំបានផលិតនេះទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាដើម្បីគាត់បានប្រយោជន៍តាក់ទងនឹងការរៀនសូត្រទាំងអស់គ្នា